ហ៊ីងពងល្បីរហូតដល់ជប៉ុនសហរដ្ឋអាមេរិកនិងទូទាំងពិភពលោកនៅឡើយតែកង្កែបពងមិនទាន់ស្គាល់ជាតិល្បីនឹងគេទេពូជអម្បូរដូចគ្នាតែវាសនាខុសគ្នាប្រណាំងឡានប្រណាំងម៉ូតូប្រណាំងបានតែបើប្រណាំងបុណ្យវាសនាគឺប្រណាំងមិនបានឡើយបងប្អូនថ្ងៃនេះផងដែរនាងខ្ញុំធ្វើសម្លកង្កែបពងស្ងោរជ្រក់ផ្លែពងរព្រៃដែលមានរសជាតិឈ្ងុយឆ្ងាញ់បង្ហាញទៅពុកម៉ែបងប្អូនតែមុនដំបូងគឺនាងខ្ញុំធ្វើការសម្អាតកង្កែបជាមួយនឹងអំបិលសិនណាបងប្អូនចាដុសខាត់វាក្លិនឆ្អាបក្លិនអីអញ្ចឹងណាហើយនឹងយកអាចវាចេញហើយបន្ទាប់មកលាងសម្អាតវាហើយហ្នឹងគឺធ្វើការដេកខ្ជិបមាត់ហើយយកទៅបំពងឲ្យវាក្រៀមឲ្យវាឈ្ងុយសិនណាបងប្អូនបើសិនជាមិនបំពងទេគឺកង្កែបហ្នឹងវាអត់ងាយផុយហើយវាអត់គួរចង់ហូបអញ្ចឹងណាបងប្អូនគឺធ្វើការបំពងវាឲ្យវាក្រៀមសិនណាហើយបងប្អូនមើលទៅដូចអាម៉េចទេបងប្អូនហើយពេលដែលយើងដាក់បំពងអញ្ចឹងទៅដូចសាកសពដណ្ដែតទឹកអញ្ចឹងបងប្អូនអធិស្ឋានផងបងប្អូនដែលខ្ញុំនិយាយពាក្យពិតចាឥឡូវកង្កែបរបស់នេះខ្ញុំគឺបានក្រៀមឆ្អិនល្អហើយបងប្អូនខ្ញុំធ្វើការដួសវាទុកឲ្យវាអស់ខ្លាញ់សិនណាហើយបន្ទាប់មកខ្ញុំធ្វើការរំលីងគ្រឿងហើយគ្រឿងរបស់ខ្ញុំគឺមានរំដេងមានសក្រីហើយនឹងខ្ទឹមចាហើយបន្ទាប់មកហ្នឹងគឺខ្ញុំដាក់វាចូលហើយគឺខ្ញុំបានដាក់ទឹកវាដើម្បីធ្វើការរំងាស់បងប្អូនតែមុននឹងគ្របវាគឺអំបិលរ៉ូឌីទឹកត្រីហើយនឹងប៊ីចេងហើយបន្ទាប់មកធ្វើការដាក់អំបិលពី3គ្រាប់អញ្ចឹងដើម្បីវាចូលជាតិល្អហើយដាក់គ្រឿងផ្សំចូលបងប្អូនចាគ្របវាទុកមួយសន្ទុះធំអញ្ចឹងណាហើយបន្ទាប់មកខ្ញុំមកធ្វើការបកផ្លែពងរយកទៅសាច់ហើយនឹងគ្រាប់វាអញ្ចឹងណាបងប្អូនខ្លះស្គាល់ហើយផ្លែពងរគឺរដូវកាលនេះគឺចាប់ផ្ដើមមានពងរទុំបដៅហើយដើមខ្លះក៏វាមានរួយដែរអញ្ចឹងណាចាឥឡូវនេះគឺឃើញថាកង្កែបពងស្ងោរជ្រក់ផ្លែពងរគឺបានឆ្អិនរួចរាល់ហើយខ្ញុំធ្វើការដាក់ជីចូលបងប្អូនជីរៀងស្វិតតិចហើយដោយសារតែបេះពីផ្ទះមកហ្នឹងគឺវាយូរពេកសម្លនេះក្របានធ្វើអញ្ចឹងទៅក៏វាស្វិតអស់អញ្ចឹងណាចាហើយបន្ទាប់មកខ្ញុំធ្វើការដួសដាក់ចានណាបងប្អូនដោយតែខ្ញុំបាននិយាយអញ្ចឹងបងប្អូនធ្លាប់តែល្បីរឿងហ៊ីងពងស្ងោរជ្រក់ហ៊ីងពងស្ងោរម្ជូរស្លឹកអំពិលឬក៏ហ៊ីងពងអាំងអញ្ចឹងណាបងប្អូនថ្ងៃនេះដែរគឺនាងខ្ញុំមកធ្វើកង្កែបពងបងប្អូនចាកង្កែបនេះផងដែរគឺមេពូជបងប្អូនចាចំណាយមេពូជដើម្បីធ្វើបង្ហាញទៅពុកម៉ែបងប្អូនដឹងចង់ឲ្យបងប្អូនដឹងថាវាមានរសជាតិឆ្ងាញ់ប៉ុណ្ណាចាបងប្អូននឹងរសជាតិមិនខុសពីហ៊ីងពងទេបងប្អូនគឺដូចគ្នាអញ្ចឹងកង្កែបឆ្ងាញ់ជាងហ៊ីងពងផងបងប្អូនដោយសារវាមានសាច់កាផ្លូវសាច់កាពួនអីគឺសាច់របស់វាដូចសាច់មាន់អញ្ចឹងណាបងប្អូនចាបងប្អូនឥឡូវមកទស្សនាមើលកូនប្រុសរបស់នាងខ្ញុំញ៉ាំបង្ហាញទៅពុកម៉ែបងប្អូនទាំងអស់គ្នាចង់ដឹងថាឆ្ងាញ់ឬយ៉ាងណាចាសម្រាប់វីដេអូនេះរឿងវែងតិចបងប្អូនដោយសារតែកូនប្រុសរបស់នាងខ្ញុំគឺគាត់ញ៉ាំច្រើនហើយគឺគាត់ញ៉ាំតតែឆ្អែតអញ្ចឹងវីដេអូវារឿងវែងតិចបងប្អូនឥឡូវនាងខ្ញុំសូមធ្វើការមិនបញ្ចូលសំឡេងទៀតទេបងប្អូនអាចទស្សនាមើលកូនប្រុសរបស់នាងខ្ញុំហូបពីដើមដល់ចប់ទាំងអស់គ្នាចែកគ្នាលេបទឹកមាត់ញ៉ាំតែសាច់សាច់ហ្នឹងឆ្ងាញ់ông ra đặt ông đặt ông sạch cho con thôi đặt tía Mm-hmm.
ta chuyện hai ta chuyện hai đó thật đã đang trồng hàn Ngang. Ngang. Ngâm 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 bằng nghe nhắm nhắm còn nhắm nhắm